ថ្ងៃនេះបើបងមិនទទួលកំហុសទេយើងលែងលះគ្នាហ្មងទៅលីធីងប្រាការលែងលះដើម្បីគម្រាមប្តីឲ្យចុះខ្ញុំសុំទោសតែប្តីនាងមិនខ្វល់សូម្បីតែបន្តិចថ្ងៃលែងលះវាងជាងមិនបាននិយាយច្រើនទេគេសុកចិត្តឲ្យទាំងផ្ទះនិងឡានទៅនាងទាំងអស់ហើយនាំកូនទាំងពីរចេញទៅដោយមិនស្ដាយស្រណោះលីធីងកាន់សម្បត្តិលែងលះចូលនៅមុខការិយាល័យអត្រានុកូលដ្ឋាននាងហាក់ដូចជាកំពុងយល់សប្តិនាងធ្លាប់គិតស្រមៃពីទស្សនវិជ្ជាដែលប្តីមកលុបជង្គង់សុំទោសតែមិននឹកស្មានថាបែរជាមានលទ្ធផលបែបនេះសោះនាងឈរកាន់សម្បត្តិលែងលះកណ្ដាលខ្យល់រងាហើយក៏ទេទៅប្រាប់មិត្តសម្លាញ់ដែលតែងតែគាំទ្រឲ្យនាងលែងលះនោះគេព្រមលែងលះជាមួយខ្ញុំហើយថែមទាំងយកកូនទាំងពីរទៅបាត់ទៀតមិនអាចទេប៉ុន្មានថ្ងៃមុនពេលញ៉ាំបាយជុំគ្នាឯងធ្លាប់ប្រាប់ខ្ញុំថាប្តីឯងតាមចិត្តឯងរហូតបើលែងគ្នាគេច្បាស់ជាដាច់ពោះស្លាប់មិនខានគេគ្រាន់តែធ្វើពុតទេយ៉ាងយូរ3ថ្ងៃគេច្បាស់ជានាំកូនមកអង្វរែងវិញមិនខានឬមិត្តសម្លាញ់និយាយអញ្ចឹងលីធីងក៏មានអារម្មណ៍ធូរស្រាលបន្តិចនាងគិតក្នុងចិត្តថាបើគេត្រឡប់មកវិញនាងនឹងបង្ខំឲ្យគេសរសេរសម្បត្តិសុំទោស3000ពាក្យហើយត្រូវតែសុំទោសនាងនៅចំពោះមុខម្ដាយក្មេកទៀតទើបនាងព្រមអត់ទោសឲ្យនាងស្រមៃឃើញវាងឈៀងលុតជង្គង់អង្វរសុំការអត់ទោសពីនាងធ្វើឲ្យនាងលួចញឹមដោយក្តីពេញចិត្តហាក់ដូចជាកំពុងមានព្រៀបក្នុងរឿងនេះអញ្ចឹងលីធីងបើកឡានត្រឡប់ទៅផ្ទះវិញនាងថែមទាំងចូលទិញនំខេកមួយដុំទៀតផងនាងនឹកឃើញកាលពីមុនរាល់ពេលឆ្លុះគ្នាវាងឈៀងតែងតែទិញនំខេកដែលនាងចូលចិត្តជាងគេមកលួងនាងជានិច្ចនាងគិតថាពេលប្តីនាងត្រឡប់មកវិញនាងត្រូវតែធ្វើឲ្យរៀងថ្លៃបន្តិចមិនអាចចិត្តពឹងនេះទេពេលទៅដល់ផ្ទះនាងដេកមើលរឿងភាគនៅលើសាឡុងអស់រយៈពេល3ថ្ងៃដោយមានកញ្ចប់នំសម្រន់គោពេញតុប៉ុន្តែប្តីនាងមិនបានមកសុំទោសនាងឡើយសូម្បីតែសារមួយក៏គ្មានដែរនាងទ្រាំមិនបានកុបផ្ញើសារជាសម្លេងទៅសួរគេតែស្រាប់តែលោកសញ្ញាទៀនពណ៌ក្រហមនាងចាប់ដើមភ័យស្លន់ស្លោក៏ប្រញាប់ទេទៅប្តីតែទូរស័ព្ទរត់បានតែ2ដងក៏ត្រូវគេជិះដាច់ហើយពេលទេទៅម្ដងទៀតទូរស័ព្ទក៏ត្រូវបានបិទបាត់ទៅហើយផ្ទះនេះស្ងាត់ជ្រុងខុសពីធម្មតានាងទើបតែដឹងថាផ្ទះនេះលែងមានសម្លេងក្មេងលេងសើចនិងលែងមានរូបភាពប្តីនាងរវល់ធ្វើម្ហូបក្នុងផ្ទះបាយទៀតហើយនាងទ្រាំលេងបានក៏ទៅសាលារៀនដើម្បីសួរគ្រូរបស់កូនទើបដឹងថាកូនទាំងពីរបានប្តូរទៅរៀននៅសាលាឯកជនតាំងពីសប្តាហ៍មុនម្លេះថ្លៃសាលាមួយឆ្នាំអស់ជិត100000យ៉នឯណោះនាងទាំងនិយាយលេងចេញប្តីរបស់នាងមានប្រាក់ខែតែ13000យ៉នប៉ុណ្ណោះហើយក៏បានប្រគល់ឲ្យនាងទាំងអស់ដែរធម្មតាសូម្បីតែទិញបារីមួយកញ្ចប់ក៏គេសុំលុយពីនាងដែរតើគេបានលុយពីណាមកបង់ថ្លៃសាលាថ្លៃម្លេះនាងឈរនៅមុខក្លោងទ្វារសាលារៀនសម្លឹងមើលឪពុកម្ដាយនិងក្មេងចេញចូលស្រាប់តែមានអារម្មណ៍ថាខ្លួនឯងដូចជាមនុស្សក្រៅរង្វង់សូម្បីតែកូនខ្លួនឯងរៀននៅទីណាក៏មិនដឹងដែរលីធីងទៅរកប្តីតាមអាសយដ្ឋានក្រុមហ៊ុនចាស់ដែលនាងមានទើបដឹងថាប្តីរបស់នាងបានលីឈប់ពីក្រុមហ៊ុនអ៊ីនធឺណិតតាំងពីកន្លះឆ្នាំមុនម្លេះហើយឥឡូវគេកំពុងបើកក្រុមហ៊ុនផ្ទាល់ខ្លួននៅក្នុងអគារការិយាល័យដ៏ប្រណីតនៅកណ្ដាលក្រុងគ្រាន់តែចូលទៅដល់ភ្លាមនាងឃើញរូបថតប្តីថតជាមួយអ្នកជំនួញល្បីជាច្រើនត្រូវបានព្យួរនៅលើជញ្ជាំងនារីនៅបញ្ចុះព័ត៌មានប្រាប់នាងថាថៅកែរបស់ពួកគេទើបតែទិញផ្ទះ4បន្ទប់មួយកន្លែងនៅជិតនេះដោយបង់លុយសុទ្ធហើយថែមទាំងជួលមេដោះឲ្យមកមើលថែកូនទាំងពីរទៀតជីវិតពិតជាមានក្តីសុខណាស់នាងសម្លឹងមើលវាងឈៀងក្នុងរូបថតដែលស្លៀកពាក់អាវធំយ៉ាងសង្ហានិងពោពេញដោយទំនុកចិត្តវាខុសស្រឡះពីបរិះដែលកំសាកនិងសុំតែលុយទិញបារីពីនាងកាលពីមុនលីធីងដើរទៅរកផ្ទះនោះតាមអាសយដ្ឋានដែលនាងសុំបានពីនារីនៅបញ្ចុះព័ត៌មាននាងចិត្តកណ្ដឹងយូរគួរសមទើបមានស្ត្រីវ័យ50ប្លាយម្នាក់ចេញមកបើកទ្វារមីងនោះសួរនាងថាមានការអីរួចក៏ហៅនាងឲ្យចូលក្នុងផ្ទះក្មួយស្រីមកលេងផ្ទះសិនទេនាងឈរនៅមាត់ទ្វារសម្លឹងមើលទៅក្នុងផ្ទះបន្ទប់ទទួលភ្ញៀវក្រៅកម្រាលព្រំរូបតុក្កតាដ៏ក្រាស់ហើយពោពេញទៅដោយរូបតុក្កតា Lego ដែលកូនតែងតែលេងនៅយកមានទឹកតែដែលប្តីនាងតែងតែចង់បានតែនាងមិនដែលឲ្យទិញពន្លឺព្រះអាទិត្យចាំងចូលតាមបង្អួចធ្វើឲ្យផ្ទះមួយនេះមើលទៅកក់ក្ដៅនិងមានរបៀបរៀបរយវាខុសស្រឡះពីផ្ទះចាស់ដ៏ត្រជាក់ល្ហឹមនោះឆ្ងាយណាស់នាងក្រឡេកឃើញរូបថតកូនព្យួរនៅលើជញ្ជាំងពួកគេញឹមយ៉ាងស្រស់ស្រាយដែលនេះជារូបភាពដែលនាងមិនធ្លាប់បានឃើញពីមុនមកម៉ោង8យប់ជាងវាងឈៀងបណ្ដាពីអ្នកត្រឡប់មកវិញគ្រាន់តែឃើញនាងភ្លាមទឹកមុខគេមិនមានការភ្ញាក់ផ្អើលសូម្បីតែបន្តិចគេឲ្យអ៊ំស្រីនាំកូនចូលទៅធ្វើលំហាត់ក្នុងបន្ទប់រួចគេឈរនិយាយជាមួយនាងតែពីរនាក់នៅមាត់ទ្វារ7ឆ្នាំមុនពេលដែលខ្ញុំទិញទុរេនមិនទុំល្អហើយនាងខឹងក្រវ៉ាត់ចានចោលរួចសំឡេងនោះតាំងពីពេលនោះមកខ្ញុំក៏មានចិត្តចង់លេងដែរតែពេលនោះកូនច្បងទើបតែអាយុ3ឆ្នាំហើយកូនពើនៅក្មេងពេកខ្ញុំខ្លាចពួកគេកំសត់ដែលគ្មានម្ដាយនៅក្បែរទើបខ្ញុំខំទ្រាំអត់ធ្មត់លួងលោមនាងម្ដងហើយម្ដងទៀតរយៈពេល7ឆ្នាំនេះនាងសុំលេងលះជាង20ដងគ្រាន់តែមិនត្រូវចិត្តបន្តិចក៏យកពាក្យលេងលះមកគំរាមដែររាល់ដងខ្ញុំតែងតែអត់អន់មិនមែនមកពីខ្ញុំខ្លាចនាងទេតែមកពីខ្ញុំខ្លាចកូននៅតូចគ្មានគ្រួសារដ៏កក់ក្ដៅនិងពេញលេញមួយតែលើកនេះនាងហ៊ានវិចារនៅមុខម្ដាយខ្ញុំហើយថែមទាំងបង្ខំខ្ញុំឲ្យរើសយកមួយថាចង់បណ្ដេញម្ដាយខ្ញុំចេញឬក៏ចង់លេងលះយប់នោះខ្ញុំអង្គុយនៅលើសាឡុងគិតពេញមួយយប់កូនក៏ធំអស់ហើយគ្មានរឿងអីដែលត្រូវបន្តទ្រាំបែបនេះទៀតទេយើងចប់ត្រឹមនឹងទៅវាងឈៀងទាញទូរស័ព្ទមកបើកវីដេអូកូនកាលពីម្សិលមិញឲ្យនាងមើលក្នុងវីដេអូនោះក្មេងទាំងពីរនាក់ដេកលេងតុក្កតាជ័រនៅលើកម្រាលព្រំហើយសើចយ៉ាងសប្បាយរីករាយក្មេងនៅក្នុងវីដេអូពិតជាមានសេចក្តីសុខនិងសេរីភាពណាស់ធ្វើឲ្យនាងទើបតែដឹងខ្លួនថាកន្លងមកនាងបានដកហូតភាពសប្បាយរីករាយក្នុងវ័យកុមាររបស់ពួកគេច្រើនប៉ុណ្ណាវាងឈៀងបន្តនិយាយដោយស្ងប់ស្ងៀមថាបើទាំងផ្ទះទាំងឡានខ្ញុំឲ្យនាងទាំងអស់ក្រោយរៀបការនាងមិនដែលធ្វើការអីទេនាងគ្មានសមត្ថភាពរកប្រាក់ចំណូលឡើយតែទ្រព្យសម្បត្តិទាំងអស់នេះល្មមឲ្យនាងរស់នៅយ៉ាងសុខស្រួលបាន5 ទៅ 6 ឆ្នាំដែរចាប់ពីពេលនេះទៅខ្ញុំនឹងមិនឲ្យលុយនាងសំបីមួយកាក់ឡើយថ្លៃចិញ្ចឹមកូនក៏មិនបាច់នាងជួយចេញដែរនាងគ្រាន់តែរស់នៅតាមផ្លូវនាងទៅបានហើយកុំមករំខានកូនទៀតឥឡូវពួកគេរស់នៅបានសុខសប្បាយណាស់ក្រោយនិយាយចប់វាងឈៀងក៏ដកដង្ហើមធំដោយអារម្មណ៍ធូរស្រាលហាក់ដូចជាបានទម្លាក់បន្ទុកដ៏ធ្ងន់ដែលអស់រយៈពេល7ឆ្នាំអញ្ចឹងគេក៏ដើរចូលក្នុងហើយបិទទ្វារយ៉ាងថ្នមអំពូលភ្លើងនៅតាមជណ្ដាលក៏រលត់ទៅបន្សល់ទុកត្រឹមភាពងឹតសូន្យឲ្យឈឹងលីធីងឈរថ្មឹងនៅនឹងកន្លែងនាងទាញទូរស័ព្ទចង់ទេទៅរអ៊ូប្រាប់មិត្តសម្លាញ់តែពេលបើកមើល Facebook នាងស្រាប់តែឃើញរូបមិត្តរបស់នាងថតញ៉ាំស៊ុបជាមួយសង្សារថ្មីយ៉ាងស្អិតល្មួតព្រមទាំងសរសេរសារថាយមមនុស្សខ្លះពិតជាល្ងងមែនមានជីវិតគ្រួសារល្អមិនចង់បានបែរជាទៅបំផ្លាញវាចោលរូបភាពមិត្តរបស់នាងដែលញឹមយ៉ាងស្រស់ស្រាយធ្វើឲ្យនាងនឹកឃើញថាមិត្តរបស់នាងមិនដឹងសោះឡើយថាពាក្យសម្ដីរបស់គេបានបង្កការឈឺចាប់ដល់នាងខ្លាំងប៉ុណ្ណានាងទើបតែយល់ច្បាស់នៅពេលនេះថាតាំងពីមិត្តរបស់នាងលែងលះកាលពីឆ្នាំមុនមកគេតែងតែចំណាយនឹងជីវិតគ្រួសារដ៏មានសេចក្តីសុខរបស់នាងហើយការដែលគេចេះតែជំរុញឲ្យនាងលែងលះនេះគឺមានគំនិតអាក្រក់តាំងពីដំបូងមកម្ល៉េះនាងនឹកឃើញរាល់ពេលដែលពួកគេជួបគ្នាមិត្តរបស់នាងតែងតែនិយាយចាក់រូបបំបែកបំបាត់នាងនឹងប្រេងជានិច្ចរាល់ពេលដែលនាងនឹងប្រេងជួបគ្នាមិត្តរបស់នាងតែងតែចាក់ប្រេងលើភ្លើងតាមពិតទៅអ្វីទាំងអស់សុទ្ធតែជាការរៀបចំទុក